មន្ទីរអភិវឌ្ឍជនបទខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី1និងលើកទិសដៅបន្តនៅរសៀលថ្ងៃទី11ខែមិថុនាឆ្នាំ2026អាយដាមដូដាលីតូអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទលោកឃ្លោកនួយអភិបាលរងតំណាងអាយដាមអមរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងលោកជាយុទ្ធរុនប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី2ឆមាសទី1និងលើកទិសដៅអភិវឌ្ឍបន្តឆមាសលើកទី3នៅក្នុងឆ្នាំ2026នៅសាលប្រជុំរបស់មន្ទីរព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រីអនុប្រធានមន្ទីរប្រធានអនុប្រធានការិយាល័យចំណុះមន្ទីរនិងមន្ត្រីរាជការជុំវិញមន្ទីរជាច្រើនរូបទៀតលោកជាយុទ្ធរុនប្រធានមន្ទីរបានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបាននារដូវកាលកន្លងមកព្រមទាំងបញ្ហាប្រឈមមួយចំនួនលោកឃ្លោកនួយបានលើកឡើងថាក្នុងនាមជារដ្ឋបាលខេត្តខ្ញុំសូមកោតសរសើរនិងវាតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍជនបទដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវលំជនបទនិងផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋយ៉ាងល្អប្រសើរទោះជាយ៉ាងណាក៏ដោយស្ថិតនៅក្នុងរដូវវស្សានេះខ្ញុំជំរុញឲ្យមន្ទីរយកចិត្តទុកដាក់ខ្ពស់ទៅលើការត្រួតពិនិត្យនិងថែទាំផ្លូវលំជនបទកុំឲ្យមានការខូចខាតធ្ងន់ធ្ងរនិងត្រូវសហការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាចំពោះរាល់បញ្ហារបស់ប្រជាពលរដ្ឋអាយដាមដូដាលីតូអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទបានមានប្រសាសន៍ថាខ្ញុំសូមអំពាវនាវនៅការសួរសុខទុក្ខនិងការកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍជនបទជូនដល់មន្ត្រីទាំងអស់ដើម្បីសម្រេចនៅទិសដៅការងារត្រីមាសទី3និងឆមាសទី2ខាងមុខខ្ញុំសូមផ្ដល់ការណែនាំបន្ថែមលើការងារស្នូលចំនួន3 1. មន្ត្រីទាំងអស់ត្រូវបន្តសហការគ្នាជាធ្លុងមួយគោរពវិន័យការងារនិងបែងចែកភារកិច្ចទទួលខុសត្រូវឲ្យបានច្បាស់លាស់ 2. រកការសាងសង់ឬក៏ជួសជុលផ្លូវស្ពាននិងប្រព័ន្ធទឹកស្អាតអនាម័យត្រូវតែធានាឲ្យបាននៅស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីភាពរឹងមាំនិងប្រើប្រាស់បានយូរអង្វែង 3. ត្រូវបន្តជំរុញនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមសហគមន៍ឲ្យបានយល់ដឹងកាន់តែច្បាស់លាស់ពីការរស់នៅស្អាតផឹកស្អាតដើម្បីឈានទៅដល់ការសម្រេចខេត្តបញ្ចប់ការបន្តបង់ពីសវាលពាសកាល 100% កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយយោគយល់និងទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈដោយមន្ត្រីរាជការទាំងអស់បដិញ្ញាចិត្តរួមគ្នាយកអនុសាសន៍ណែនាំរបស់គណៈធិបតីទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងត្រីមាសទី3បន្តទៀត